បើកហាងកញ្ចក់រកស៊ី7ឆ្នាំនេះជា3ចំណុចធំដែលខ្ញុំបានរៀនសូត្រចំណុចទី1កុំបញ្ចុះតម្លៃខ្លួនឯងថោកដើម្បីទាក់ទាញភ្ញៀវផ្ទុយទៅវិញពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំងដាក់តម្លៃឲ្យសមសមត្ថភាពរបស់យើងភ្ញៀវដែលរកជំនាញល្អទឹកដៃល្អគេនឹងមិនភ័យរឿងលុយថ្លៃឬក៏ថោកនោះទេចំណុចទី2ត្រូវរៀនសូត្រនៅជំនាញខ្លួនឯងឲ្យកាន់តែខ្លាំងបន្តជារៀងរហូតពីព្រោះពេលដែលយើងគិតថាយើងមានសមត្ថភាពខ្លាំងគឺមានអ្នកផ្សេងនឹងខ្លាំងជាងយើងទៅទៀតដូច្នេះសូមកុំឈប់បន្តពង្រឹងសមត្ថភាពខ្លួនឯងចំណុចទី3កុំបារម្ភរឿងទីតាំងឬក៏ទំហំហាងរបស់អ្នកទាំងអស់គ្នាខ្លាំងពេកបើសិនជាអ្នកទាំងអស់គ្នាមានទឹកដៃខ្លាំងហើយគេនិយាយតគ្នាទោះជាអ្នកទាំងអស់គ្នានៅក្រលៀបណាក៏ដោយក៏ភ្ញៀវអាចរកអ្នកទាំងអស់គ្នាឃើញដែរអញ្ចឹងកុំយកលុយទៅជះនៅហាងធំឬក៏នៅផ្លូវធំយកលុយមកពង្រឹងសមត្ថភាពឲ្យខ្លាំងម៉ួយកើនតាមទឹកដៃសមត្ថភាពរបស់យើងមិនមែនហាងរបស់យើងនោះទេ